មន្ទីរស្រីស្ថិតនៅក្នុងភូមិមន្ទីរស្រីឃុំខ្នាសំដាយស្រុកមន្ទីរស្រីខេត្តសៀមរាបដែលមានចម្ងាយប្រមាណ39គីឡូម៉ែត្រភាគខាងជើងទីរួមខេត្តសៀមរាបឃ្លាតពីស្រះស្រង់27គីឡូម៉ែត្រនិងមានចម្ងាយ32គីឡូម៉ែត្រពីប្រាសាទអង្គរវត្តតាមផ្លូវឆ្ពោះទៅភ្នំគូលែនសំណង់នានានៃប្រាសាទមន្ទីរស្រីរាយគ្នាសងខាងមិនទាន់ព្រមមួយរត់ជួរកើតទៅលិចហើយអាចបែកចែកជាពីរផ្នែកដែលផ្នែកទី1ផ្ដាំចេញពីខ្លោងទ្វារចុងខាងកើតដែលមានផ្លូវមួយប្រវែងរហូតដល់ទៅ67ម៉ែត្រចេញពីនោះមកផ្លូវដើរនេះអមផ្លូវថែវរហូតដល់ចុងខាងលិចទើបមានអគារលាបប្រវែងសន្ធឹងទៅតឹងទៅម្ខាងនៅសងខាងផ្លូវដដែលតែដាច់ចេញថែវបន្តិចមានអគារលាបទៅតឹងដែលគឺមួយនៅខាងជើងផ្លូវ3ទៀតនៅខាងត្បូងដើរតាមនេះមកតាមខ្លោងទ្វារនៅឃ្លាទី3ភ្លាមគឺយើងចេញមកផ្នែកទី2នៃប្រាសាទទាំងមូលហើយផ្នែកនេះមានទំហំ95ម៉ែត្រគុណនឹង110ម៉ែត្រហើយចែកចេញជារួតតគ្នាពីក្រៅទៅក្នុងបរិវេណទី3នេះមានកសិនទឹកព័ទ្ធមួយជុំសិនទៅមកដល់ឃ្លាទី2ដែលមានទំហំ38ម៉ែត្រគុណ42ម៉ែត្រឯកំពែងទី1រាប់ពីខាងក្នុងរាង4ជ្រុងស្មើមួយជ្រុងប្រវែង23.50ម៉ែត្រកំពែងនីមួយៗមានខ្លោងទ្វារនៅចំកណ្ដាលខាងកើតនិងខាងលិចទ្វារទី2មានសំណង់បន្តបន្សំជាច្រើនព្រមទាំងសំណង់ផ្សេងទៀតអំពីឈើតែសប្តាហ៍បាត់បង់អស់ហើយឃ្លាក្នុងបង្អស់ក៏ដូចគ្នាដែរក្នុងនោះមានតួប៉មកណ្ដាល3សាងនៅលើខឿនជាមួយគ្នា95ម៉ែត្រនៅកណ្ដាលមានតួប៉មមួយកម្ពស់9.80ម៉ែត្រដែលមានយ៉រមួយជាមណ្ឌបលយចេញមកខាងមុខនិងហៅត្រៃបែរទៅទិសខាងលិចនៅសងខាងមុខក្រុមប៉មទាំង3ប្រវត្តិប្រាសាទមន្ទីរស្រីមានឈ្មោះល្បីព្រោះវាត្រូវបានសាងសង់ឡើងពីថ្មការឈប់ជាមួយនឹងក្បាច់ចម្លាក់យ៉ាងល្អិតឆ្មាររស់រវើកជាងគេដែលមានតួប្រាង្គ3ដែលមានសភាពល្អឆើតឆាយដូចស្រីគ្រប់លក្ខប្រាសាទនេះសង់លើដីរាបស្មើមានរាងតូចច្រឡឹងដោយថ្មភក់ផ្កាឈូកនិងឥដ្ឋរាង4ជ្រុងទ្រវែងព្រមទាំងមានគូទឹកព័ទ្ធជុំវិញប្រាង្គទាំង3នៃប្រាសាទសង់បែរមុខទៅទិសខាងកើតហើយប្រាង្គកណ្ដាលមានតម្កល់លិង្គព្រះឥសូរខាងត្បូងឧទ្ទិសថ្វាយដល់ព្រះព្រហ្មសាសនានិងខាងជើងឧទ្ទិសថ្វាយដល់ព្រះវិស្ណុប្រាសាទមន្ទីរស្រីការដាំឡើយមានឈ្មោះថាឥសូរបុរៈប្រែថាបុរីនៃឥសូរប៉ុន្តែសម័យក្រោយមកទៀតគេហៅថាប្រាសាទមន្ទីរស្រីទៅវិញដោយសារតែរាងតូចច្រឡឹងនិងក្បូរក្បាច់រចនាដ៏ស្រស់ស្អាតនិងរស់រវើកនៅលើផ្ទាំងថ្មពណ៌ផ្កាឈូកមិនត្រឹមតែប៉ុណ្ណោះប្រាសាទនេះបានទទួលការកោតសរសើរពីភ្ញៀវទេសចរសឹងគ្រប់រូបថាពិតជាស្រស់ស្អាតទោះបីមានបរិវេណតូចចង្អៀតបន្តិចមែនតែទ្រង់ទ្រាយប្រាសាទលម្អទៅដោយចម្លាក់ផ្កាភ្ញីនៃរឿងរ៉ាវដែលតាក់ទងទៅនឹងលទ្ធិទេវរាជរឿងរាមកេរ្តិ៍ខ្មែរចម្លាក់នីមួយៗសុទ្ធតែមានលក្ខណៈរស់រវើកបើប្រៀបធៀបទៅនឹងប្រាសាទដទៃតាមឯកសារប្រវត្តិសាស្ត្រអាណាចក្រខ្មែរបានកត់ត្រាប្រាសាទមន្ទីរស្រីបានកសាងឡើងក្នុងគ្រិស្តសករាជ967ក្នុងរាជ្យព្រះបាទស្រីរាជេន្ទ្របរមទេពទី2គឺមុនការកសាងប្រាសាទអង្គរវត្តនិងអង្គរធំដោយព្រាហ្មណ៍ម្នាក់ឈ្មោះយញ្ជវរាហៈដែលជាព្រះគ្រូរបស់ព្រះបាទស្រីជ័យបរមទេពទី5ដើម្បីឧទ្ទិសដល់ព្រហ្មញ្ញសាសនាប្រាសាទបន្ទាយស្រីធ្វើពីថ្មភក់ពណ៌ស៊ីជម្ពូនិងរំលេចដោយទេពអប្សរាចំនួន1500ដែលទេពអប្សរទាំងអស់សុទ្ធតែខុសគ្នាហើយលើសពីនេះសិលាចារឹកផ្កាភ្ញីនៅប្រាសាទបន្ទាយស្រីមានក្បាច់ល្អលើសពីក្បាច់ចម្លាក់នៅលើប្រាសាទអង្គរវត្តទៅទៀតគឺដូចជាក្បាច់ដែលបានឆ្លាក់លើប្រាក់លើស្ពាន់ដូចនេះដែរបើតាមមគ្គុទ្ទេសក៍ទេសចរបានបញ្ជាក់ថាព្រះបាទស្រីជ័យពរថ្មីទេពទី5ទ្រង់ជាអ្នកកសាងប្រាសាទនេះដែលតាមសិលាចារឹកឥសូរបុរៈឈ្មោះត្រីភូវៈ
តមហេស្វរៈប្រែថាស្ពានព្រះឥសូរជាធំត្រៃភពប្រែថាបុរីព្រះឥសូរមិនមែនឈ្មោះបន្ទាយស្រីដូចយើងស្គាល់ប្រាសាទនេះមានកំពែងថ្មបាយក្រៀមព័ទ្ធ3ជាន់មានទីលានក្រាលថ្មវែងទៅទិសខាងកើតមានគោបុរៈប្រកបដោយក្បាច់វិចិត្រនៅចំកណ្ដាលទីលានមានរោងទងខ្វាត់ខ្វែងក្រឡាចាក់ត្រង់ចេញទៅខាងជើងមួយចេញទៅខាងត្បូង3សុទ្ធសឹងប្រកបដោយក្បាច់រចនាល្អវិចិត្រសប្តាហ៍ថ្ងៃនេះបាក់ធ្លាក់អស់ហើយសល់តែសសរជ្រងច្រាងគួរឲ្យស្ដាយប្រាសាទបន្ទាយស្រីជាប្រាសាទមួយដែលមានក្បាច់រចនាយ៉ាងបញ្ចង់ឆាត់ឆាយមានសន្លឹកភ្ញីវល់វល់ស្រស់រស់រវើកដែលមើលទៅគួរឲ្យនឹកគិតឥតមានក្តីសង្ស័យថាទេវតានិមិត្តសន្លឹកក្បាច់មួយតងដែលវិលវងមូក្រឡង់អាចទាញភ្នែកគយគន់មើលម្ដងហើយម្ដងទៀតនឹងឲ្យឈរទ្រង់ភាំងភ្លេចខ្លួនជញ្ជក់មាត់ដោយសេចក្តីស្ងើចថយដៃសម្ដែងឲ្យឃើញថាសម័យកសាងប្រាសាទបន្ទាយស្រីនេះជាសម័យនៃការចេះដឹងស្ទាត់ជំនាញរបស់បុព្វបុរសខ្មែរនាសម័យនោះប្រាសាទបន្ទាយស្រីកន្លងមកត្រូវរងនៅភាពមហន្តរាយដោយសារតែសង្គ្រាមបានធ្វើឲ្យប្រាសាទបុរាណមួយនេះខូចខាតខ្ទេចខ្ទីអស់យ៉ាងច្រើនរបងកំពែងការពារខាងក្រៅត្រូវបានគេធ្វើការជីកគាស់កាយរុករកវត្ថុបុរាណកាលពីអំឡុងប្រទេសស្ថិតនៅក្នុងសង្គ្រាមគំនរដុំថ្មប្រាសាទត្រូវទុករាយប៉ាយនៅមុខប្រាសាទតួប្រាសាទខាងក្នុងមួយភាគត្រូវបាក់បែកសុទ្ធទ្រមដែលមើលទៅគួរឲ្យសង្វេគវត្តសំណង់នេះបានកសាងតាំងពីសតវត្សទី10តែដោយសារថ្មមានគុណភាពទើបអាចរក្សាក្បាច់ចម្លាក់ដ៏វិចិត្រទាំងនោះបានយ៉ាងប្រសើរចម្លាក់នៅប្រាសាទបន្ទាយស្រីមានលក្ខណៈលម្អិតជ្រៅដែលមើលទៅស្ទើរតែមិនជឿថាជាចម្លាក់លើថ្មព្រោះបើកលេចមើលមួយផ្លែទេសចរភាគច្រើនតែងគិតថាជាចម្លាក់ដែលឆ្លាក់លើដីឥដ្ឋឬលើឈើការជួសជុលផ្នែកខ្លះនៃប្រាសាទបន្ទាយស្រីប្រាសាទបន្ទាយស្រីត្រូវបានចុះបញ្ជីបេតិកភណ្ឌដោយអ្នកអភិរក្សជនជាតិបារាំងនៅឆ្នាំ1916ហើយចាប់ពីឆ្នាំ1924មកសាលាបារាំងចុងបូព៌ាបានធ្វើការត្រួសត្រាយព្រៃនិងចាប់ផ្ដើមធ្វើការសិក្សាស្រាវជ្រាវជាបន្តបន្ទាប់នៅឆ្នាំ1931ដល់ឆ្នាំ1936ការជួសជុលលើកដំបូងតាមបច្ចេកទេសអាណាស្ទីឡូដែលដឹកនាំដោយលោក Henri Marshall ដោយយកលំនាំតាមការជួសជុលប្រាសាទប្រាំបាណានកោះជ្វាលកណ្ដាលនៃប្រទេសឥណ្ឌូនេស៊ីការជួសជុលពេលនោះគឺធ្វើឡើងនៅលើប្រាសាទកណ្ដាលនិងរចនាសម្ព័ន្ធខ្លះតែនៅមានរចនាសម្ព័ន្ធជាច្រើនទៀតដែលមិនទាន់បានជួសជុលហើយទាមទារការអភិរក្សជួសជុលជាបន្តបន្ទាប់ចាប់ពីឆ្នាំ1994មកអាជ្ញាធរជាតិអប្សរាដែលមានភារកិច្ចថែរក្សាគ្រប់គ្រងនិងរៀបចំតំបន់រមណីយដ្ឋានអង្គរក៏បានធ្វើការជួសជុលនិងអភិរក្សប្រាសាទបន្ទាយស្រីដោយអ្នកជំនាញខ្មែរដូចជារៀបចំគំនរថ្មផ្តែរហោជាងដែលឆ្លាក់រប៉ាត់រប៉ាយឲ្យមានរបៀបរៀបរយជួសជុលខ្លោងទ្វារបោចស្មៅលើប្រាសាទថែរក្សាបរិស្ថានជាដើមលើសពីនេះក៏បានរៀបចំទិសដៅទស្សនាអាហារដ្ឋានកន្លែងលក់ដូរចំណតរថយានយន្តគ្រប់ប្រភេទឲ្យមានសណ្ដាប់ធ្នាប់ល្អកន្លែងទទួលភ្ញៀវកន្លែងសង្គ្រោះបឋមដើម្បីផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទេសចរនិងបង្កើតក្រុមប្រតិបត្តិអង្គរឲ្យភ្ញៀវគោរពតាមផងដែរលើសពីនេះទៅទៀតក៏មានផ្លូវខ្វាត់ខ្វែងអមដោយទេសភាពពណ៌បៃតងស្រស់បំព្រងនារដូវវស្សាពិតជាគួរឲ្យគយគន់និងផ្ដិតយករូបភាពទុកប្លង់ប្រាសាទបន្ទាយស្រីគឺជាប្រាសាទមួយប្រភេទដែលគេកសាងឡើងនៅលើខឿនតែមួយហើយមានផ្លូវចូលពីទិសខាងកើតហើយនៅតាមផ្លូវចូលពីទិសខាងកើតនោះយើងសង្កេតឃើញមានគូបរៈចំនួន4ពីទិសខាងកើតរីឯនៅទិសខាងលិចវិញមានគូបរៈចំនួន3ហើយនៅលើគូបរៈនីមួយៗ
យើងសង្កេតឃើញមានចម្លាក់ដ៏ល្អវិចិត្រក្រៃលែងដែលគួរឲ្យស្ងើចសរសើរហើយប្រាសាទនេះមានតួប៉មចំនួន3រាងគ្នារៀបជាជួរចំពោះការធ្វើតួប៉មរាងគ្នាបែបនេះគឺបន្តមកពីព្រះគោនិងលលីដែលមានបន្ទប់នៅចំពីមុខតួប៉មកណ្ដាលដែលនៅចន្លោះបន្ទប់និងតួប៉មកណ្ដាលនោះយើងសង្កេតឃើញមានអន្តរល័ក្ខហើយនៅចំពីមុខតួប៉មទាំង3នោះយើងក៏ឃើញមានបណ្ណាល័យចំនួន2ផងដែរពោលគឺបណ្ណាល័យនៅទិសឦសាន1និងនៅទិសអាគ្នេយ៍1បែរមុខទៅទិសខាងលិចហើយប្រាសាទនេះពុំទាន់មានថែវព័ទ្ធជុំវិញនៅឡើយទេគឺគ្រាន់តែមានអគារវែងដាច់ពីគ្នាក្រោយមកទើបអគារនេះវិវត្តទៅរកជាថែវហើយតួប៉មទាំង3នោះទៀតសោតគឺមានតែទ្វារទិសខាងកើតប៉ុណ្ណោះដែលយើងអាចប្រើប្រាស់បានក្រៅពីនោះគឺសុទ្ធតែជាទ្វារបញ្ឆោតបញ្ចេកទេសនិងសម្ភារៈសំណង់ប្រាសាទបន្ទាយស្រីគឺជាប្រាសាទតែមួយគត់ដែលសាងសង់ឡើងចេញពីថ្មភក់ដែលមានពណ៌ផ្កាឈូកហើយអ្នកស្រាវជ្រាវពុំទាន់កំណត់ឲ្យបានច្បាស់លាស់អំពីទីតាំងដែលយកថ្មដែលមានពណ៌ផ្កាឈូកនេះឲ្យបានពិតប្រាកដដល់ឡើយទេលើសពីនេះទៅទៀតយើងក៏ឃើញមានថ្មបាយក្រៀមដែលគេយកទៅធ្វើជាកំផែងប្រាសាទឬធ្វើជាកម្រាលផ្លូវដើរហើយនៅលើជញ្ជាំងបណ្ណាល័យក៏មានធ្វើអំពីថ្មបាយក្រៀមផងដែរបន្ថែមពីលើថ្មភក់ពណ៌ផ្កាឈូកនេះនិងថ្មបាយក្រៀមបន្ទាយស្រីក៏បានប្រើប្រាស់ឈើជាសម្ភារៈសំណង់ផងដែរដោយសារតែអាយុកាលដ៏យូរលង់យើងពុំឃើញមានសំណង់ឈើនៅបរិវេណប្រាសាទនោះទេប៉ុន្តែនៅលើហោជាងនៃគូបរៈទី4ទិសខាងកើតយើងមានផុសតាងចន្លោះដែលគេទុកដាក់ឈើធ្វើជាដំបូលហើយសម្ភារៈសំណង់ដែលគេប្រើមួយប្រភេទទៀតនោះគឺក្បឿងដែលគេធ្វើសម្រាប់ជាដំបូលប្រាសាទនៅសតកាលខ្ញុំប្រតិទ័នការបាត់ដំបងដល់ចិនគំរួញគួញគិនគេងផ្សងតែបាត់ដំបងបងស្មាចំបាសិលាចារៈប្រាសាទបន្ទាយស្រីបានបន្សល់ទុកសិលាចារៈរហូតដល់ចំនួន14ផ្ទាំងដែលបានចុះបញ្ជីនិងសិក្សាដោយអ្នកប្រាជ្ញបារាំងក៏ដូចជាអ្នកប្រាជ្ញខ្មែរជាច្រើនរូបរួចមកហើយសិលាចារៈនោះរួមមានដូចជាគូបរៈទី3មានចំនួន5ផ្ជាងគូបរៈទី1មានចំនួន2ផ្ជាងគូបរៈទី4មានចំនួន1ផ្ជាងនិងគូបរៈទី2មានចំនួន1ផ្ជាងព្រមទាំងសិលាចារៈខ្លីៗនៅបន្ទាប់ពីផ្ទាំងទៀតផងដែរពេលនេះចំព្រៃសៀមរាបបងបន្ទាយស្រីជាប្រាសាទដែលមានក្បាច់រចនាដ៏ល្អប្រណិតមួយដែលគេស្គាល់ថាជាអលង្ការដ៏វិចិត្រនៃសិល្បៈខ្មែរថ្ងៃនេះខ្ញុំបាទនឹងបកស្រាយអំពីក្បាច់ដែលនៃប្រាសាទបន្ទាយស្រីដែលឬហៅឈ្មោះពីដើមថាត្រីក្រេភូវនៈមហេសូរលក្ខណៈសម្គាល់ទូទៅនៃផ្នែករចនាបថបន្ទាយស្រីផ្នែកខ្លះនៃផ្នែកប្រាសាទបន្ទាយស្រីត្រូវបានចម្លងចេញពីរចនាបថមុនដូចជាព្រៃគុករចនាបថគូលែងព្រះគូអ្វីត្បិតតែចម្លងចេញពីរចនាបថមុនមែនការបង្កើតថ្មីក៏មានច្រើនដែរដែលគេអាចដាច់រចនាបថបន្ទាយស្រីចេញពីរចនាបថប្រែរូបដែលស្ថិតក្នុងសម័យសហប្រហែលគ្នាលក្ខណៈសម្គាល់ទាំងនោះមានដូចជាបន្ទាត់ធ្នូជាកម្រងមែកឈើព្រមទាំងមានក្បាច់ស្លឹកឈើនៅខាងលើនៅខាងក្រោមមែកឈើនៅចន្លោះក្បាច់ស្លឹកឈើមានក្បាច់រំយោលដែលយើងឃើញមាននៅរចនាបថមុនដូចជារចនាបថសម្បូរគប់ជាដើមរូបព្រះការឬចម្លាក់រឿងនៅចំកណ្ដាលត្រង់មែកឈើកម្រងមែកឈើធ្លាក់ចុះមកក្រោមខ្លាំង
អ្វីដែលយើងឃើញថ្មីស្រឡាងនៅរចនាបថនេះគឺការធ្វើរូបសត្វឬព្រះកាលខាំចំរំយោលមែកឈើត្រង់មួយភាគ4នៃក្បាច់ស្លឹកឈើមានក្បាច់លម្អមួយទៀតទុកភ្លើងដែលគេឃើញមានច្រើននៅក្នុងរចនាបថបន្ទាយស្រីនេះបានជួបហើយចង់ជួបទៀតមិនចង់ឃ្លានពីស្នេហានឹកអាឡ័យជាប់ចិនដាដែរនៃគោបរៈទី1ខាងលិចបាត់ធ្នូជាកម្រងមែកឈើស្លឹកឈើរាងត្រីកោណបន្ទាត់ធ្នូជាកម្រងមែកឈើស្លឹកឈើជារាងទំពក់ក្រោមមែកឈើឃើញមានសត្វមកកជាក់សឹងនិងឃើញមនុស្សជិះពីលើដែលមាននៅក្នុងរចនាបថកលាបរិវត្តរចនាបថសម្បូរព្រៃគុកមកម្លេះបន្ថែមពីនេះមានក្បាច់រំយោលរាងដូចគប់ភ្លើងដែលពេញនិយមនៅក្នុងប្រាសាទបន្ទាយស្រីនៅចំកណ្ដាលមែកឈើមានព្រះកាលខំរំយោលសំយងចុះក្រោមហើយនៅក្រោមព្រះកាលមានរូបទេពកម្រងមែកឈើក៏មានក្បាច់មែកឈើមានរាងជាត្រីកោណការខ្ញុំប្រតិបត្តិការបាត់ដំណោដែលនៅប៉មខាងត្បូងទ្វារខាងត្បូងដូចដែរមុនដែរអង្គត់ធ្នូមានកម្រងមែកឈើនិងមានក្បាច់ស្លឹកឈើមានរាងជាត្រីកោណនៅពីខាងលើនិងក្បាច់ស្លឹកឈើមានរាងជាទំពក់នៅខាងក្រោមកម្រងមែកឈើបន្ថែមពីលើកម្រងមែកឈើក៏មានក្បាច់លម្អផងដែរហើយមានក្បាច់គប់ភ្លើងដែលជាក្បាច់ពិសេសខុសគេនៃរចនាបថបន្ទាយស្រីនៅចន្លោះក្បាច់ស្លឹកឈើក៏មានក្បាច់ការប្រលិតឬការរំចង់ផងដែរនៅសងខាងមានសត្វមកជាក់សឹងប៉ុន្តែបែរមុខចេញក្រៅនៅត្រង់1ភាគ4រីឯចម្លាក់ព្រះកាលខំក្បាលដំរីប្រមោយដំរីកាន់ក្បាច់រំយោលចុះក្រោមអរទេពនៅខាងលើព្រះកាលនៅចំកណ្ដាលកម្រងមែកឈើមានរូបព្រះយមគង់លើក្របីទ្រដោយសឹង2និងមានក្បាច់ស្លឹកឈើលម្អនៅជុំវិញផងដែលតួប៉មកណ្ដាលទ្វារខាងលិចដែលនេះជាប្រភេទចម្លាក់ក្បាច់ស្លឹកឈើរាងត្រីកោណហើយផ្តែរនេះគឺជាផ្តែរដែលចម្លាក់និយាយអំពីរឿងរាមាយណៈដែលយើងឃើញមានឆ្លាក់នៅក្នុងផ្តែរនេះនៅខាងចុងកម្រងមែកឈើយើងមិនមានឃើញសត្វមកកជាក់សឹងដូចដែលមុនទេប៉ុន្តែនៅចំកណ្ដាលមានរូបព្រះកាលខាងកម្រងមែកឈើសំយងចុះក្រោមហើយនៅពីខាងលើព្រះកាលនោះមានចម្លាក់រឿងរាមាយណៈក្នុងឈុតក្រុងរាវណៈចាប់នាងសីតាទៅក្រុងលង្កាហើយមានក្បាច់លម្អមួយទៀតដែលគេនិយមបំផុតនៃផ្តែររចនាបថបន្ទាយស្រីគឺក្បាច់លម្អដែលមានរាងដូចគប់ភ្លើងដូចរូបផ្តែរនេះដឹងហើយថាលក្ខណៈសម្គាល់សសរពេជ្រនៅក្នុងសម័យនោះត្រូវត្រឡប់ទៅចម្លងក្បាច់នៅសម័យមុនអង្គរនិងមួយវិញទៀតសសរពេជ្រជាគ្រឿងបណ្ដុំដ៏សំខាន់មួយក្នុងសិល្បៈស្ថាបត្យកម្មខ្មែរដែលមានការពោរពេញខ្លាំងបំផុតរបស់ដូនតាខ្មែរយើងចំពោះសសរពេជ្រវិញភាគច្រើនគេនិយមសាងសង់ពីថ្មភក់កាឈូកនិងខ្លះទៀតសាងសង់ពីការបូកឥដ្ឋកំបោរជាដើម
និងមានរចនាបថខុសៗគ្នាទៅតាមសម័យកាលនិងរចនាបថចំពោះសសរពេជ្របន្ទាយស្រីគិតចាប់ពីពាក់កណ្ដាលនៃគ្រិស្តសករាជទី10ដែលស្ថិតក្នុងរជ្ជកាលព្រះបាទរាជព្រះវរ្ម័នទេពទី2លក្ខណៈសម្គាល់នៃសសរពេជ្ររចនាបថបន្ទាយស្រីវិញសសរពេជ្រក្នុងរចនាបថបន្ទាយស្រីនេះក៏បានត្រឡប់ទៅចម្លងពីសសរពេជ្រសម័យមុនឡើងមកវិញដូចជារចនាបថប្រាសាទព្រះគោរចនាបថគូលែនជាដើមផងដែរប្រាសាទព្រះគោមានក្បាច់ផ្កាប្រលិតផ្ការំចង់និងថែមទាំងមានរំយោលចំណែកក្នុងសសរពេជ្របន្ទាយស្រីវិញក៏មានសភាពប្រហាក់ប្រហែលគ្នាដែលពោលគឺមានក្បាច់ស្លឹកឈើតូចៗធ្លាក់ចុះក្រោមប៉ុនគ្នាដែលអមទៅដោយក្បាច់វេត្រង់1/2 និង1/4 ម្យ៉ាងទៀតមានក្បាច់រំយោលក្នុងក្បាច់ស្លឹកឈើនោះផងដែរចំពោះសសរពេជ្រខ្លះមានរាងជាមូលនិងសសរពេជ្រខ្លះទៀតមានរាងជាទ្រវែកជ្រុងជាទូទៅហោជាងនៅក្នុងប្រាសាទបន្ទាយស្រីច្រើនមានរាងដូចជាកញ្ចុំជើងឆ្មានិងត្រួតគ្នានៅចុងសងខាងនៃហោជាងគឺយើងឃើញមានក្បាលសត្វមកពំរំយោលផ្កាចំណែកឯនៅខាងចុងហោជាងមួយចំនួនទៀតវិញក៏យើងឃើញមានឆ្លាក់នៃក្បាលសត្វមកខំនាគផងដែរចំណែកឯរូបរាងរបស់ហោជាងគឺគេឃើញមានរាងជាត្រីកោណជាទូទៅគេលម្អទៅលើហោជាងដោយមានរូបនាគនិងជ្វាជាដើមហោជាងដែលខ្ញុំលើកយកមកបង្ហាញថ្ងៃនេះគឺជាហោជាងនៃខ្លោងទ្វារខាងលិចកំពែងទី2នៃប្រាសាទបន្ទាយស្រីដែលបានកសាងប្រហែលឆ្នាំ967នៃគ្រិស្តសករាជហោជាងនេះលម្អដោយក្បាច់ជាចម្លាក់ក្រឡោតទាបស្ថិតក្នុងរចនាបថបន្ទាយស្រីនាចុងទសវត្សរ៍ទី10ដងក្តារហោជាងនេះពុតពេនដូចរលកជារាងត្រីកោណមានទ្រនុងនាគជាន់ពីលើឯក្បាលនាគចំនួន7នៅចុងសងខាងក្រោមនេះខ្ជាក់ចេញដោយសត្វមកមកមើលអំពីលក្ខណៈសម្គាល់នៃចម្លាក់ប្រាសាទបន្ទាយស្រីវិញម្ដងចម្លាក់នៅប្រាសាទបន្ទាយស្រីភាគច្រើនមានទំហំតូចហើយក៏មានការឆ្លាក់ក្បាច់យ៉ាងល្អិតល្អន់ទឹកមុខស្រស់ញញឹមព្រមទាំងមានគ្រឿងអលង្ការពាក់លម្អដ៏ល្អប្លែកៗថែមទៀតផងមកមើលព្រះកេសរបស់ព្រះសិវៈវិញម្ដងតាមការបញ្ជាក់របស់លោក Andy Provin បានអះអាងថាព្រះកេសនេះត្រូវបានយកចេញពីប្រាសាទបន្ទាយស្រីក៏ប៉ុន្តែត្រូវបានគេលួចយកចេញពីសារមន្ទីរជាតិនៅក្រោយឆ្នាំ1953មកុដរបស់ប្រតិមានេះជាចិន្តាមកុដយើងឃើញថាមានសក់បួងឡើងទៅលើរាងជាសីឡាំងព្រមទាំងមានទម្លាក់ចុះមកវិញជាអក្សរយូនិងរាងគ្នាត្រង់ជួរហើយមានទឹកមុខស្មើនឹងចិញ្ចើមកោងទ្វារបាលនេះស្ថិតនៅតួប៉មនៃចម្លាក់ប្រាសាទបន្ទាយស្រីមកុដជាចិន្តាមកុដយើងឃើញថាសក់បួងឡើងទៅលើព្រមទាំងទម្លាក់ចុះមកវិញជាថ្នាក់មានទឹកមុខស្មើនឹងចិញ្ចើមកោងចិន្តាមកុដដែលបួងសក់ឡើងលើរួចទម្លាក់ចុះមកវិញនេះរាងជាអក្សរយូនេះបានចម្លងចេញពីរចនាបថព្រះគោនិងបន្តរហូតមកដល់រចនាបថកោះកេរស្លៀកសំពត់ត្រឹមជង្គង់ហើយគ្មានផ្នត់នោះទេ
នៅលើផ្លូវខាងឆ្វេងមានផ្នត់ប្រឌិតមានខ្សែក្រវ៉ាត់ដែលក្រវ៉ាត់នៅលើសំពត់ចំណែកឯនៅលើផ្លូវខាងស្ដាំវិញមានជាយសំពត់ធ្លាក់ពីលើខ្សែក្រវ៉ាត់រាងដូចកូនកន្សែងសំពត់បែបនេះគឺមានន័យថាចម្លងពីរចនាបថគូលែនក៏ប៉ុន្តែអ្វីដែលខុសពីរចនាបថគូលែននោះគឺផ្នត់ប្រឌិតដែលនៅលើផ្លូវខាងឆ្វេងមានលក្ខណៈធំជាងផ្នត់ប្រឌិតនៅលើរចនាបថគូលែនម្យ៉ាងទៀតនៅក្រោមផ្ចិតរបស់ប្រតិមាគឺមានធ្វើជាសំពត់ទម្លាក់ចុះមកក្រោមសំពត់មួយបែបទៀតគឺជាសំពត់មួយបែបដែលនៅលើជង្គង់ក៏ប៉ុន្តែមានផ្នត់មានផ្លិតនៅខាងមុខហើយធ្លាក់សំយុងចុះក្រោមមានជាយសំពត់ធ្លាក់ដូចកន្ទុយត្រីមួយជាន់ឬពីរជាន់ប្រតិមាទេវរូបស្រីប្រតិមាស្រីនៅក្នុងរចនាបថបន្ទាយស្រីមិននិយមធ្វើគិរីដាក់មកុដនោះទេពោលគឺនិយមបែបក្រងសក់រួចលើកសក់ឡើងចងទៅលើម្យ៉ាងទៀតគឺការគួចសក់ធ្វើជាម៉ូដតែម្ដងដែលយើងឃើញនៅក្នុងហោជាងនៅត្រង់គុប្រៈទី3នៃទិសខាងកើតរីឯសំពត់វិញគឺជាសំពត់វែងដែលគ្មានផ្នត់នៅក្បែរផ្ចិតរបស់ទេវរូបនោះគឺមានធ្វើជាជាយសំពត់ទម្លាក់ចុះក្រោមដែលចម្លងចេញពីរចនាបថព្រៃក្មេងកំពង់ព្រះត្បិតតែរចនាបថនេះចម្លងចេញពីរចនាបថមុនក៏ដោយក៏ប៉ុន្តែរចនាបថបន្ទាយស្រីមិនមានផ្នត់គឺខុសពីរចនាបថព្រៃក្មេងកំពង់ព្រះព្រោះព្រៃក្មេងកំពង់ព្រះគឺមានផ្នត់អញ្ចឹងហើយមានន័យថារចនាបថបន្ទាយស្រីចេះវិវត្តរចនាបថដោយខ្លួនឯងតាមរយៈរចនាបថចាស់ដែលមានស្រាប់នៅលើចង្កេះមានខ្សែក្រវ៉ាត់ធំៗនិងលម្អទៅដោយកម្រងមាលាយ៉ាងល្អប្រណិតសម្រុងចុះមកក្រោមជាចុងក្រោយខ្ញុំបាទនិងមិត្តរួមក្រុមទាំងអស់គ្នាសូមខន្តីអភ័យទោសរាល់កំហុសខុសឆ្គងដែលកើតមានឡើងនៅក្នុងវីដេអូខាងលើនេះព្រមទាំងអរគុណដល់លោកគ្រូលេងស៊ីរ៉ង់ដែលបានជួយបង្ហាត់បង្រៀនពួកខ្ញុំតាំងពីដើមឆ្នាំទី3រហូតចប់ឆ្នាំទី3នៅមុខវិជ្ជាប្រវត្តិសិល្បៈនេះសូមអរគុណ